ជំរាបសួរពាណិជ្ជករធុរជនអ្នកនាំចេញអ្នកនាំចូលនិងបងប្អូនទាំងអស់ខ្ញុំបាទឈ្មោះសុងហេងថ្ងៃនេះខ្ញុំចង់មកធ្វើការណែនាំពាក់ព័ន្ធនឹងការចូលពិនិត្យនិងទទួលអត្ថប្រយោជន៍ពីថ្នាលពាណិជ្ជកម្មសេរីដែលត្រូវបានដាក់ដំណើរការដោយក្រសួងពាណិជ្ជកម្មកាលពីអំឡុងខែធ្នូឆ្នាំ2015ថ្មីនេះដើម្បីចូលមកស្វែងរកគេហទំព័រយើងអាចចូលមកក្នុង website របស់ក្រសួងពាណិជ្ជកម្មដូចមានបង្ហាញនៅក្នុងផ្ទាំងអេក្រង់យើងអាចធ្វើការផ្លាស់ប្ដូរភាសាបានវារួមមានជាភាសាខ្មែរនិងភាសាអង់គ្លេសបន្តមកទៀតយើង scroll រកមើលសេវាស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្មសេវាទាំងអស់នេះយើងអាចធ្វើការចូលប្រើប្រាស់ទៅតាមតម្រូវការរបស់ធុរជនយើងអាចធ្វើការ scroll មកខាងស្ដាំដៃបន្តិចយើងនឹងឃើញថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីហើយយើងចុចចូលនៅក្នុងថ្នាលនោះយើងនឹងឃើញព័ត៌មានទូទៅដែលបង្ហាញមាតិកាធំមានពាក់ព័ន្ធទៅនឹងព័ត៌មានបន្ថែមពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសម្រាប់អ្នកនាំចេញលើកទី1ការស្វែងរកកូដកំណត់ប្រភេទទំនិញហើយនឹងជំនួយហើយនឹងអំពីថ្នាលផងដែរនេះជាទស្សនវិជ្ជារួមនៃថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីយើងអាចធ្វើការពិនិត្យទៅលើព័ត៌មានផ្សេងដែលរួមមានឥឡូវយើងថាចូលមកមើលព័ត៌មានអំពីពាណិជ្ជកម្មសេរីនៅក្នុងទំព័រនេះយើងនឹងឃើញមានប្រភេទពាណិជ្ជកម្មសេរីជាច្រើនដែលកម្ពុជាជារដ្ឋសមាជិកហើយយើងអាចធ្វើការ select ទៅលើកិច្ចព្រមព្រៀងណាមួយបានខ្ញុំសូមឧទាហរណ៍យើងអាចចូលទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ានអូស្ត្រាលីនិងវ៉េលសេឡង់នៅក្នុងនេះយើងឃើញមានជាការបរិយាយអំពីសញ្ញាណនៃកិច្ចព្រមព្រៀងនេះរួមមានទាំងអត្ថប្រយោជន៍សំខាន់ដែលអ្នកនាំចេញគាត់អាចទទួលបានពីកិច្ចព្រមព្រៀងនេះរួមមានជាគាត់មានឱកាសក្នុងការបរិទីផ្សារកាត់បន្ថយនិងលំបាត់ពន្ធគយក្នុងការនាំចេញទំនិញរបស់គាត់ចូលទៅប្រទេសគោលដៅគាត់អាចមានលទ្ធភាពក្នុងការបង្កើននៅសមត្ថភាពប្រកួតប្រជែងប្រសិនបើគាត់ធ្វើការនាំចេញទំនិញចូលទៅប្រទេសគោលដៅទៅអាចទទួលបានការលើកលែងឬក៏អនុគ្រោះពន្ធអញ្ចឹងធ្វើឲ្យថ្លៃដើមនៃផលិតផលរបស់គាត់អាចទាបជាងបណ្ដាប្រទេសមួយចំនួនដែលអត់មានទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះជាបណ្ដាប្រទេសដែលជាសមាជិករបស់កិច្ចព្រមព្រៀងនេះរួមមានអាស៊ាន10ប្រទេសហើយជារដ្ឋហត្ថលេខីនិងប្រទេសអូស្ត្រាលីហើយនិងវ៉េលសេឡង់នៅក្នុងចំណុចធនធាននេះយើងអាចធ្វើការទាញយកឯកសារនៃកិច្ចព្រមព្រៀងពេញលេញហើយនឹងប្រភេទឧបសម្ព័ន្ធដែលមាននៅក្នុងកិច្ចព្រមព្រៀងនេះយើងអាចទាញយកតាមតម្រូវការក្នុងការស្វែងយល់ថ្នាលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះខ្ញុំគិតថាវាមានសារៈសំខាន់ណាស់សម្រាប់អ្នកដែលគាត់មានបំណងចង់នាំចេញផលិតផលរបស់គាត់ទៅកាន់ទីផ្សារអន្តរជាតិពិសេសក្នុងវិស័យ SME ដែលគាត់ទើបតែចាប់ផ្ដើមពង្រីកទីផ្សារឥឡូវខ្ញុំចូលមកដល់កិច្ចព្រមព្រៀងមួយទៀតកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន
នៅក្នុងកិច្ចព្រមព្រៀងនេះគឺយើងឃើញមានតែរដ្ឋជាសមាជិកនៅបណ្ដាប្រទេសអាស៊ានទាំង10តែប៉ុណ្ណោះដែលជារដ្ឋហត្ថលេខីហើយដូចគ្នាទេនៅក្នុងនេះយើងឃើញមានឯកសារពេញលេញនៃកិច្ចព្រមព្រៀងរួមទាំងបកសម្ព័ន្ធមួយចំនួនទៀតសម្រាប់នៅក្នុងមាតិកាបន្ទាប់បើសិនបើបងប្អូនជាអ្នកនាំចេញដំបូងបងប្អូនអាចចូលមើលនៅក្នុងនេះបាននៅក្នុងនេះគេនិយាយអំពីនីតិវិធីលម្អិតមួយចំនួនដែលអាចថាជា guideline ក្នុងការណែនាំដើម្បីអាចធ្វើការនាំចេញបានសម្រាប់អ្នកនាំចេញលើកទី1នៅក្នុងផ្នែកស្វែងរកលេខកូដកំណត់ប្រភេទទំនិញយើងអាចវាយពិពណ៌នាអំពីប្រភេទទំនិញរបស់យើងឬក៏ប្រភេទជាលេខកូដ XS code ពាក់ព័ន្ធទៅនឹងប្រភេទការពិពណ៌នាអំពីប្រភេទទំនិញឬក៏ផលិតផលរបស់បងប្អូនហ្នឹងឬក៏អាចជាប្រភេទវត្ថុធាតុដើមមួយចំនួនទៀតបងប្អូនក៏អាចចូលទៅមើលក្នុង website របស់អគ្គនាយកដ្ឋានគយនិងរដ្ឋកោផងដែរបើសិនបើបងប្អូនចង់ចូលវាយផលិតផលរបស់បងប្អូនដើម្បីស្វែងរកលេខកូដបងអាចធ្វើការចូលទៅហើយធ្វើការ search វានឹងបង្ហាញលទ្ធផលមួយចំនួនឬក៏ពេលខ្លះបងប្អូនមានជាលេខ XS code ស្រាប់បងប្អូនអាចវាយទៅវានឹងបង្ហាញថាតើប្រភេទផលិតផលហ្នឹងវាស្ថិតនៅក្នុងចង្កោមនៃលេខកូដ XS ប៉ុន្មាននៅក្នុងផ្នែកបន្ទាប់វាជាប្រភេទជំនួយក្នុងការណែនាំអ្នកប្រើប្រាស់នៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែបង្ហាញទស្សនវិជ្ជាជារួមនៃគេហទំព័រនេះទេបើសិនមកបងប្អូនមានចម្ងល់ឬក៏ចង់ស្វែងយល់បន្ថែមពីគេហទំព័រនេះបងប្អូនអាចធ្វើការចូលទៅប្រើប្រាស់ដោយសេរីមិនចាំបាច់ចូលពី website ក្រសួងពាណិជ្ជកម្មក៏បានបងប្អូនអាចវាយទៅលើ link ពីខាងលើ direct តែម្ដងក៏បានដែរបើសិនបើបងប្អូនជាអ្នកនាំចេញលើកទី1អាចថាមិនទាន់យល់ឬក៏ជ្រាបអំពីអត្ថប្រយោជន៍ចម្បងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបងប្អូនអាចចូលទៅពិនិត្យហើយមើលការណែនាំពិសេសសម្រាប់មាតិកាណែនាំចេញលើកទី1សូមអរគុណ